ACU រកឃើញអធិការរងនគរបាលស្រុកបាវិតម្នាក់ទទួលលុយពីជនជាតិចិននិងថៃ $774,000 មេខ្លងក្រុមអនឡាញស្កាមជាធ្នូរងការដលេងអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកបាវិតខេត្តបាត់ដំបងម្នាក់ឈ្មោះវ៉ាន់វាសនាទទួលលុយពីជនជាតិចិននិងថៃ $774,000 ដែលជាមេខ្លងក្រុមអនឡាញស្កាមជាធ្នូរងការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបាវិតអង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុមអនឡាញស្កាមនេះក្នុងនោះមានឈ្មោះតាំងសំណាងជាយោធាមានខ្លួនឈ្មោះហេងសុកណាកិច្ចខ្លួនឈ្មោះមុនីសុកដារ៉ូកិច្ចខ្លួនឈ្មោះអូវ៉ារ៉ារិនវ៉ាវជាថៅកែពួកអនឡាញស្កាមចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ$774,000រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះស្រីផាន់ស៊ូផាជនជាតិថៃកិច្ចខ្លួនបើតាមអង្គភាពប្រឆាំងអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្លេះពលនៅពេលបទបញ្ជារបស់នាយឧត្តមសេនីយ៍សថេនអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកក្នុងនោះជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉ាន់វាសនាបានប្រគល់ប្រាក់$284,000ឲ្យទៅឈ្មោះហេងសុកណានៅខេត្តកំពតដើម្បីរត់ការសុប៉ាន់ដែលមានឈ្មោះមុនីសុកដារ៉ូជាអ្នកខົບខិតនិងជួយលាក់បាំងពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តរកឃាត់ខ្លួនជនជាប់ចោត4នាក់ទៀត